វិធីសាស្ត្រនៃការថែទាំដើមលម៉ើបាទនេះលម៉ើដែលយើងកំពុងធ្វើការតាក់តែងដើមនេះគឺមានអាយុ1ឆ្នាំជាងហើយអញ្ចឹងយើងនឹងតាក់តែងដើមវាដើម្បីឲ្យមានការធំធាត់បន្តទៀតបន្តិចទៀតក្រុមការងាររបស់យើងនឹងធ្វើការកាត់ស្លឹកចាស់ចោលជារៀងរាល់3ខែគឺយើងកាត់ស្លឹកវាម្ដងបាទអញ្ចឹងថ្ងៃនេះបងប្អូនយើងនឹងកាត់ដើមតាមស្លឹកវាណាប្រយ័ត្នភ្នែកប្រយ័ត្នតិចណាបាទការកាត់ដើមលម៉ើកាត់ដាក់ដើមលម៉ើនេះយើងប្រយ័ត្នដែរព្រោះបន្លាវាមុតណាបងប្អូនកាត់ស្លឹកទី2ទៅហើយយើងកាត់ហើយយើងយកមកដាក់ចោលនៅក្នុងគល់ហ្នឹងណាកាត់ស្លឹកចាស់វាចោលនេះវាបង្កើតឲ្យស្លឹកថ្មីចេញមកហើយវាឆាប់បានបង្កើតគល់ឲ្យវាធំធាត់លឿនធំបានលឿនល្អមែនទេដើម្បីបង្កើតនេះគឺការសង្វាក់នៃការផលិតបានផលរបស់យើងបានរហ័សបាទនេះយើងកាត់ស្លឹកហ្នឹងអញ្ចឹងកាត់ឲ្យស្លឹកហ្នឹងយើងអត់យកទៅណាបងប្អូនគឺយើងយកមកដាក់ក្រុមគល់ហ្នឹងដដែលទេវិញណាមិនចាស់កាត់បាក់បានអូខេអញ្ចឹងយើងមកមើលដើមនេះមួយទៀតដើមនេះដូចគ្នាអញ្ចឹងដែរកាត់បន្តទៀតណាកាត់ស្លឹកកាត់តែយើងកាត់អញ្ចឹងដដែលកាត់អញ្ចឹងណាហើយកាត់ហើយយើងយកដាក់ក្រុមហ្នឹងណាស្លឹកលម៉ើចាស់វានឹងមានគ្រឹះទៅហ្នឹងបាទហ្នឹងគឺសន្មតថាស្លឹកវាបានចាស់ហើយវិវត្តទៅរកការចាស់ហើយបាទអញ្ចឹងថ្ងៃហ្នឹងយើងកាត់អាស្លឹកនឹងចេញមកហើយអាស្លឹកខ្ចីនេះវានឹងវិវត្តការធំធាត់បន្តថែមទៀតបាទណាចាស់បាទចាក់ដៃឬលម៉ើចាក់ដៃលម៉ើចាក់មែនទេណាមុតបងប្អូនមុតខ្លាំងមែនទេបាទលម៉ើគឺមុតណាកាត់ស្លឹកមួយទៀតណាយកដៃទៅប៉ះមកអត់មុតទេមុតអ្នកចុកបាទព្រោះលម៉ើនេះមុតតិចបាទណាដាក់មកស្លឹកមួយទៀតទៅបាទណាមកស្លឹកមួយទៀតនេះដាក់ស្លឹកនេះមួយទៀតមកគល់នេះមួយទៀតមកបានណាអត់ទេខាងហ្នឹងលំយ៉ាត់មកណាអូខេហើយជាការស្រេចអញ្ចឹងអានេះវាធំធាត់បន្តអញ្ចឹងថ្ងៃនេះវិធីសាស្ត្រការថែទាំដើមលម៉ើងាយគឺយើងកាត់ស្លឹកវាចាស់ចោលហើយយើងអញ្ចឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមអរគុណបងប្អូនដែរបើសិនជាបងប្អូនចង់ធ្វើការចង់សិក្សាអំពីការបច្ចេកទេសដាំដុះដើមលម៉ើអាចសិក្សាតាមសាររយៈក្រុមហ៊ុន Chemmaster Farm បានគឺលេខទូរស័ព្ទតាមខ្ញុំបាទគ្រប់ស្រាន់គឺលេខ010 068 070និង089គឺលេខ411 998បាទហើយមួយប្រព័ន្ធទៀត097លេខ7 411 998ដែរអញ្ចឹងសូមអរគុណសូមជម្រាបលា